ថ្ងៃនេះខ្ញុំមកធ្វើមីដុតប្រទះដែកញ៉ាំនៅផ្ទះខ្លួនឯងម្ដងងាយលឿនឆាប់បានញ៉ាំជាពិសេសរសជាតិនឹងគឺថាឆ្ងាញ់អត់ចាញ់នៅក្នុងហាងទេដំបូងយើងមានមីកញ្ចប់ធម្មតានឹងត្រាំក្នុងទឹកក្តៅ1នាទីស្រង់វាចេញមកហើយយើងមកស្រុះបន្លែវិញខ្ញុំដាក់3មុខហ្នឹងហើយគ្រឿងវិញខ្ញុំដាក់អំបិលមីខ្លាញ់មីបន្ទាប់មកបន្ថែមប្រេងខ្យង1ស្លាបព្រាបាយទឹកស៊ីអ៊ីវកន្លះស្លាបព្រាបាយទឹកប៉េងប៉ោះ2ស្លាបព្រាបាយគ្រឿងសាតេ1ស្លាបព្រាបាយប៊ីចេងបន្តិចស្ករ1ស្លាបព្រាកាហ្វេកន្លះជាមួយនឹងទឹកឆ្អិន100មីលីលីត្រគ្រឿងគ្រៃចូលទាំងអស់ហ្នឹងហើយយើងកូរច្បល់ឲ្យវាចូលជាតិសព្វល្អហើយគ្រឿងទាំងអស់នេះគឺយើងភ្លក់បានទេណាបងប្អូនភ្លក់មើលយករសជាតិល្មមតាមចំណូលចិត្តទៅគ្រាន់តែនេះយើងអត់យកប្រៃពេកទេបងប្អូនដោយសារតែមីរបស់យើងវាមានរសជាតិប្រៃស្រាប់ហើយអញ្ចឹងយើងយកមកល្មមទៅហើយទឹកគ្រឿងហ្នឹងយើងយកមកប្រឡាក់ជាមួយសាច់គោខ្ញុំនេះប្រហែលជាតែមួយខាំទេហើយបន្ទាប់មកយើងយកមកប្រឡាក់ជាមួយមីខ្លះហើយទុកខ្លះទៀតសម្រាប់យើងស្រោចពេលដែលយើងដាក់ដុតនឹងសម្រាប់ការដុតនេះបើសិនជាបងប្អូនអត់មានប្រទះដែកទេអាចប្រើខ្ទះធម្មតាក៏បានដែរយើងដាក់ប្រេងឆាទុកឲ្យក្តៅដាក់សាច់គោចូលបន្ទាប់មកយើងមានបង្គាពងមាន់ដាក់ចូលមកគ្រាប់ហើយយើងដាក់មីដែលយើងបានប្រឡាក់ជាមួយទឹកគ្រឿងនឹងហើយទឹកគ្រឿងដែលយើងនៅសល់នោះបងប្អូនកុំភ្លេចស្រោចវាបន្តផងដើម្បីកុំឲ្យវាខ្លោចខ្ទះបន្ទាប់មកយើងទុកលើភ្លើងប្រហែលជាតែ1នាទីអីទេបងប្អូនច្របល់សាច់គោចូលឡើងបង្គាអីហ្នឹងប្រែវាឲ្យឆ្អិនទៅតែប៉ុណ្្នឹងគឺរួចរាល់យើងអាចយកទៅញ៉ាំបានហើយចាបងប្អូនបន្លែគឺត្រូវតែស្រុះហ่าបងប្អូនព្រោះអីយើងដាក់លើប្រទះដែកតែ1នាទីគឺវាអត់ឆ្អិនទេ